នេះគឺជាសកម្មភាពរបស់ខ្ញុំនៃធ្វើដំណើរទៅស្ទឹងដំណាក់ផ្លងនឹងបោះតង់មានសកម្មភាពផ្សេងពុកម៉ែបងប្អូនសកម្មភាពជាច្រើននឹងកន្លែងទេសភាពស្អាតថ្មីមានបោះស្ទូចមានពណ៌មងនឹងអង្គុយញ៉ាំបាយផឹកហ្វេមើលទឹកធ្លាក់អីចឹងទៅអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺកន្លែងនេះគឺនៅជិតផ្ទះយើងមែនទែនគឺយើងធ្វើដំណើរពីផ្ទះទៅប្រហែលជា1ម៉ោងជាងអីគឺដល់តែម្ដងបាទឥឡូវខ្ញុំបញ្ចប់ផ្ដើមធ្វើដំណើរដើរពីស្ទឹងដាច់ហើយក៏យើងធ្វើដំណើរទៅប្រហែលជា1ម៉ោងជាងពុកម៉ែបងប្អូនបាទជិតមកដល់កន្លែងនេះសម្រាប់ហើយក្នុងបងដៃគឺយើងទៅមានគ្នាប្រហែលជា6 7នាក់ហើយក៏ខ្ញុំជិះដំណើរមកស្ទុះធំហើយក៏យើងក៏មកដល់អូដែលយើងទៅសម្រាប់ញ៉ាំទឹកញ៉ាំអីចឹងទៅយើងសម្រាប់ញ៉ាំទឹកមកស្ទុះធំមុននឹងយើងធ្វើដំណើរចេញទៅមុខទៀតបាទឥឡូវខ្ញុំក៏ចាប់ផ្ដើមញ៉ាំទឹកហើយយើងដើរមកស្ទុះធំរៀងហៀវដែរវាចឹងយើងជិលវិចទឹកយើងញ៉ាំទឹកទុកឲ្យដើម្បីឆ្អែតដើម្បីធ្វើដំណើរទៅតាមផ្លូវបន្ទាប់ពីខ្ញុំញ៉ាំទឹកញ៉ាំអីហើយខ្ញុំក៏បន្តដំណើរដើរទៅមុខទៀតហើយនៅតាមផ្លូវផងដែរទេសភាពគឺស្អាតមែនទែនតាមព្រៃភ្នំនេះដើមរដូវប្រាំងនេះហើយផ្លូវកន្លែងខ្លះក៏មានរស្មីបាក់ផ្លូវខ្លះក៏លាតអីចឹងទៅព្រោះផ្លូវនេះគឺគេអាសាដើរចេញចូលដែរតែពេលចឹងហើយផ្លូវនឹងគឺមិនសូវពិបាកទេបន្ទាប់ពីខ្ញុំដើរមកស្ទុះធំហើយខ្ញុំក៏ឃើញផ្លែកុងម្រេចក៏ធ្វើការបោចទៅព្រោះក៏រៀងរសៀលអញ្ចឹងធ្វើការហៀវអញ្ចឹងណាបន្ទាប់ពីខ្ញុំដើរមកស្ទុះធំប្រហែលជាអស់រយៈពេល1ម៉ោងជាងយើងក៏មកដល់ស្ទឹងតែម្ដងហើយស្ទឹងនេះផងដែរគឺជាប់នឹងស្ទឹងដំណាក់ផ្លងប៉ុន្តែតំបន់ដែលខ្ញុំមកនេះគឺជាចំណុចកដាលហើយចំណុចកដាលនេះផងដែរគឺអត់មានដីល្បាប់ទេគឺមានតែថ្មដែលរដប់នឹងថ្មដាដែលយើងអាចដើរបាននឹងបោះតង់បោះអីគឺស្រួលមែនទែននៅតំបន់នេះជួននឹងខ្ញុំដើរដំណើរមកស្ទុះធំហើយយើងក៏មកដល់កន្លែងនេះយើងទៅសម្រាកហើយយើងនឹងដាក់ដំណាក់សម្រាកនៅកន្លែងនឹងនៅក្រោមដើមឈើនៅចំកណ្ដាលស្ទឹងតែម្ដងហើយនៅដល់រដូវប្រាំងនេះគឺរឿងបោះតង់ធ្វើដំណាក់គេងនេះគឺអត់មានអីពិបាកទេគឺយើងមកដល់កាប់តែដើមឈើតិចតួចនឹងរៀបអាវ៉ាន់តិចតួចចងតែអង្គឹងរឹងសម្រាប់ទៅគឺរួចជាការស្រេចបាត់ហើយឥឡូវខ្ញុំក៏ចាប់ផ្ដើមចងរឹងដើម្បីសម្រាប់អញ្ចឹងទៅហើយរឹងនេះផងដែរគឺខ្ញុំប្រភេទរឹងប៉ារ៉ាអញ្ចឹងក្រាស់ប៉ុន្តែរៀងសពីងសពងតិចហើយខ្ញុំចងរឹងចងអីហើយគឺខ្ញុំធ្វើការលោសាក់មើលគេវារបូតអីចឹងទៅចឹងណាបន្ទាប់មកទៀតខ្ញុំក៏ចាប់ផ្ដើមរកអស់រកអីដើម្បីត្រៀមទុកដុតនៅពេលយប់និងដុតដាំភ្លើងដាំទឹកដាំបាយផឹកកាហ្វេអីចឹងទៅបើយើងមករត់ទុកពេលថ្ងៃទេខ្លាចដល់ពេលយប់ទៅយើងរវល់ទៅបាញ់ត្រីបាញ់អីចឹងទៅយើងក៏ពិបាកណាមួយយប់ប្រភេទពិបាករកដែរដល់ពេលចឹងហើយមានតែរត់ទុកឲ្យហើយពេលថ្ងៃនឹងដុតផ្កាត់ភ្លើងទុកឲ្យហើយដើម្បីស្រួលដាំបាយដាំទឹកទុកប្រសើរមហូបយើងនឹងដើររស់នៅតាមក្រោយចឹងទៅបងប្អូនការដាំបាយវិញអត់មានអីពិបាកទេសម្រាប់តែអ្នកជលព្រៃចិត្តបោះតង់ដូចខ្ញុំនេះគឺដាក់តែភ្លើងដុតមកគឺលើកចុះលើកឡើងទើចុះទើឡើងដាក់មកគឺរួចជាការស្រេចបាត់ហើយឥឡូវបន្ទាប់ពីខ្ញុំលាងឆ្នាំងបាយហើយយើងទៅលាងកលាងអីហើយយើងក៏ចាប់ផ្ដើមទៅផងដែរហើយខ្ញុំក៏មិនព្រះអង្គយូរដែរក៏ចាប់ផ្ដើមធ្វើការចុះទៅមុជទឹកហើយបីកុំឲ្យល្ងាចតន់ដល់ពេលល្ងាចតន់ទៅគឺត្រជាក់មែនទែននៅតំបន់នេះគឺតំបន់ខ្ញុំគឺដើមរដូវប្រាំងនេះគឺត្រជាក់មែនទែនគឺពេលខ្លះក៏ដល់16 15អង្សាសេនៅដល់ពេលយប់ឥឡូវពេលយប់ក៏ចាប់ផ្ដើមមកដល់ហើយចំណែកឯពូរបស់ខ្ញុំក៏ចាប់ផ្ដើមដំស្ទួចដើម្បីយកទៅស្ទួចត្រីដើម្បីបានជាម្ហូបអាហារនៅថ្ងៃល្ងាចព្រោះអីអាហារថ្ងៃល្ងាចរបស់យើងនេះគឺអត់ទាន់មានទេយើងដាំតែបាយទុកហើយដល់ពេលយប់ឡើងគឺនាំគ្នាដើរឆ្លោះដើរអីចឹងណាហើយដើរឆ្លោះត្រីដើម្បីធ្វើជានុយស្ទួចខ្លះហើយដើម្បីទុកបានជាម្ហូបខ្លះនៅពេលយប់ផងដែរហើយមកដល់ត្រង់ចំណុចនេះវិញគឺពូរបស់ខ្ញុំក៏ចាប់ផ្ដើមបាញ់ត្រីបានជាបន្តពុកម៉ែបងប្អូនបាទហើយទីនេះផងដែរគាត់ថាត្រីខ្យាមូលគឺវាអស់ធំហើយតែប៉ុណ្្នឹងទេទុយលឺបាត់នេះជួយរុញយកទឹកអីចាំ Golden Masia. Trong. Ôi. Rồi ếch. Thằng chủ để áo lên. Ô. Golden Masia ơi.បន្ទាប់ពីយើងដើរឆ្លងមកទោះធំឲ្យមានបាញ់បានត្រីខ្យាត្រីពួក Golden Masia ហើយដូចតែឃើញស្រាប់បាទគឺត្រីគឺសម្បូរមែនទែននៅតំបន់នេះប៉ុន្តែគឺអត់សូវមានធំគឺទូចចឹងណាហើយខ្ញុំក៏ធ្វើការបោះស្ទួចលេងអីចឹងទៅប៉ុន្តែមានណាបងប្អូនគឺបោះចុះបោះឡើងគឺត្រីវាអូសទាញជួថ្មទៅចឹងហើយយើងមានតែផ្ដាច់ខ្សែហើយដុតនុយថ្មីនឹងចាប់ផ្ដើមគប់ជាសាថ្មីម្ដងទៀតអីចឹងទៅបាទឥឡូវគឺវិលមកដល់កាន់ដំណាក់វិញគឺបងរបស់ខ្ញុំក៏ចាប់ផ្ដើមដោះត្រីមកដែលយើងដាក់ពេលល្ងាចមិញគឺបានត្រីព្រួលមួយគឺត្រី Golden Masia ហ្នឹងហៅថាត្រីព្រួលឬក៏ត្រីមាសតាមតំបន់ដែលកន្លែងនៃពុកម៉ែបងប្អូនហៅអីចឹងទៅតបមកខ្ញុំក៏ធ្វើការហាន់និងធ្វើការជុះដើម្បីធ្វើជាម្ហូបអាហារនៅពេលល្ងាចតែល្ងាចហ្នឹងគឺប្រហែលជាម៉ោង 9 ម៉ោង 10 យប់ហើយសាឡរបស់យើងផងដែរគឺសាឡងាយដូចតែឃើញស្រាប់រាល់ដងយើងគឺមានអីមានទេស្កោម្ជូរជៀនអាំងអីហ្នឹងក្នុងព្រៃគឺមានម្ហូបអីក្រៅពីហ្នឹងទេតែម្ហូបដែលងាយស្រួលធ្វើនិងឆាប់បានហូប
បានហូបហើយសឡបរបស់យើងក៏ចាប់ផ្ដើមឆ្អិនហើយខ្ញុំក៏ចាប់ផ្ដើមលើកមកដាក់ដើម្បីហៅគ្នាដើម្បីមកហូបបាយផងដែរហើយអ្នកខ្លះក៏ហេបបាយក៏អង្គុយចាំហើយពូរបស់ខ្ញុំក៏ចាប់ផ្ដើមភ្លក់សឡដែលខ្ញុំស្លថាមួយឆ្ងាញ់អត់ក៏ថាអូឆ្ងាញ់អាចទទួលយកបានខ្ញុំក៏មិនប្រអងយូរផងដែរគឺទាញវែកទាញស្លាបព្រាមកក៏ចាប់ផ្ដើមដួសបាយដួមហូបមុនគេអីព្រោះអីម៉ោងស្មានហ្នឹងហើយគឺមិនទាន់បានបាយល្ងាចទៀតតែពេលចឹងហើយគឺមានអីគឺម្លឆ្អិនបាយឆ្អិនគឺមានអីមានតែញ៉ាំមុនគេនឹងឯងហើយពេលនិយាយថាបាយនឹងប្រៃចឹងបានមួយផ្លែតហូបមួយផ្លែតស្លមួយផ្លែតអញ្ចឹងទៅអូរសជាតិវិញអូឆ្ងាញ់មែនទែនគួយស្ដាប់សូសៀងសាច់យំអីចឹងទៅហើយក៏ចាប់ផ្ដើមគុំភ្លើងគុំអីដើម្បីនឹងចូលគេងព្រោះអីយប់ក៏កាន់តែជ្រាដែរណាមួយមីក៏កាន់តែត្រជាក់ណាមួយក៏អស់កម្លាំងពេលថ្ងៃវាចឹងហើយគេងដើម្បីសម្រាប់ដើម្បីយកកម្លាំងនឹងលេងម៉ោងនៅពេលព្រឹកបន្តទៀតហើយក៏គុតណាយសុបិនល្អរាត្រីសុស្ដីឥឡូវក៏មកដល់សកម្មភាពពេលព្រឹកហើយក៏អរុនសុស្ដីដល់បងប្អូនអ្នកមើលហើយព្រឹកនេះផងដែរគេយកមិញគឺគេងលក់ស្រួលមែនទែនដាក់មកភ្លឹបមកគឺដល់ព្រឹកតែម្ដងបន្ទាប់ពីខ្ញុំងើបពីព្រឹកមកគេចាប់ផ្ដើមលាងមុខលាងមាត់និងញ៉ាំកាហ្វេដើម្បីអង្គុយមើលទេសភាពនៅដងជុំវិញស្ទឹងអញ្ចឹងទៅបើនិយាយពីទីកន្លែងដែលយើងញ៉ាំកាហ្វេកន្លែងដែលយើងទៅនេះអ្នកដែលមកដើរប្រាំងនេះគឺស្អាតមែនទែនមានទឹកធ្លាក់មានថ្មហើយពពកក៏ស្អាតនិយាយរួមទៅអ្នកដែលចូលចិត្តដើរព្រៃបោះតង់ញ៉ាំកាហ្វេដូចខ្ញុំទេសភាពប៉ុណ្ណឹងគឺស្អាតមែនទែនគឺយើងទទួលបានអារម្មណ៍ថ្មីនិងប្លែកផឹកកាហ្វេអង្គុយស្ដាប់សូរសៀងសัตว์យំមើលទឹកហូរនិងមើលទេសភាពផ្សេងអីចឹងទៅបន្ទាប់ពីខ្ញុំញ៉ាំកាហ្វេហើយខ្ញុំក៏ធ្វើការដើរមើលទេសភាពនៅជុំវិញនិងតំបន់ក្បែរនឹងអញ្ចឹងណាថាមានទេសភាពស្អាតយ៉ាងណានិងកន្លែងណាមិនចឹងទៅហើយបើនិយាយពីទេសភាពនៅជុំវិញនេះគឺស្អាតមែនទែនហើយយើងក៏មកដល់កន្លែងដែលយើងត្រូវសារម៉ោងហើយម៉ោងយើងក៏ចាប់ផ្ដើមជាប់ឲ្យខ្ញុំក៏មិនព្រះអង្គយូរក៏ចាប់ផ្ដើមមួយតដោះជើងម៉ោងប៉ុន្តែអ្វីដែលកាន់តែហួសចិត្តគឺម៉ោងឯនឹងដាក់បានតែ2គ្រាប់ទេគឺម៉ោងដៃលឿហើយខ្ញុំក៏ធ្វើដំណើរត្រឡប់មកវិញកាន់ដងទទួចសាក់បបក់មើលក្រែងនឹងបានហូបអីចឹងទៅប៉ុន្តែในការបបក់វិញគឺក៏អត់ស៊ីដែរគឺអង្គុយបោះប្រហែលជា1ម៉ោង2ម៉ោងគឺនៅតែមិនស៊ីដេញដែរតែមិនខាំមិនដឹងថាកន្លែងដែលគេធ្លាប់ទៅឬក៏ទឹកវាបាក់សម្រក់អញ្ចឹងគឺវាជងលងជ្រៅទៅចេញវាលេងស៊ីអញ្ចឹងណាហើយកន្លែងដែលបបក់វិញគឺមានទេសភាពទឹកធ្លាក់ទឹកឆាយនៅជុំវិញនឹងគឺស្អាតមែនទែនដូចតែបងប្អូនអ្នកមើលឃើញស្រាប់ហើយនេះគឺស្អាតមែនទែនកន្លែងដែលខ្ញុំបបក់ហ្នឹងតោះពីខ្ញុំបបក់អស៊ីក៏ខ្ញុំធ្វើការត្រឡប់មកដំណាក់វិញដើម្បីញ៉ាំបាយជុំគ្នាដើម្បីអាចទៅលេងម៉ោងណាហើយកន្លែងដែលយើងលេងម៉ោងគឺនៅជិតដំណាក់ទីគេចេញពីដំណាក់បន្តិចមកគឺមកដល់តែម្ដងប៉ុន្តែអ្វីដែលស្មានខុសគឺលងនឹងគឺជ្រៅមែនទែនគឺប្រហែលជា10ជាងម៉ែត្រដូចប្រហែលបងប្អូនខ្ញុំបកស្អីឃើញស្រាប់គឺជ្រៅមែនទែនហើយយើងក៏ចាប់ផ្ដើមពាត់ម៉ោងហើយត្រីក៏អត់មកដែរបើយើងមិនអត់ដល់ពីចឹងហើយគឺមានតលេងតាមតាណាបានអត់ឬក៏ជារឿងធម្មតាទៅហើយសម្រាប់អ្នកអ៊ុសមកអីចឹងទៅហើយម៉ងលងនេះផងដែរគឺយើងអ៊ុសបានតែ2គ្រាប់គាត់គឺពួកត្រីមាសត្រីព្រួលហ្នឹងគូដុនម៉ាស៊ីហ្នឹងផងដែរនេះគឺបានតែ2នឹងគាត់អ៊ុសរយៈពេល1ថ្ងៃពេញតែម្ដងហើយវីដេអូនេះផងដែរគឺខ្ញុំសូមចប់តែប៉ុណ្្នឹងកុំភ្លេចតាមដាននៅភាគ2នៅវីដេអូក្រោយពុកម៉ែបងប្អូនបាទជ្រៅពេកនេះណាស់បើទុំទេជួយអូ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 